បាទជំរាបសួរបងប្អូនដែលរៀនថ្នាក់ទី7ទី8និងទី9នឹងរំហាត់ធូនីមីតតាក់ទងជាមួយនឹង vector ក្នុងកំហុសអីគឺដើម្បីបង្ហាញថាចតុកោណ ABC ជាចតុកោណកែងនេះគេឲ្យចតុកោណ ABC ចតុកោណ ABC វាជាចតុកោណកែងដូច្នេះជ្រុងរបស់វាគឺមិនអាចស្មើគ្នាទាំង4ទេគឺវាស្មើតែពី2គឺ AB មានន័យថាប្រវែង AB ពី A មក B គឺស្មើប្រវែងពី D ទៅ C ស្មើប្រវែងពី D ទៅ C និងប្រវែង AB សំទោសប្រវែង AD AD ប្រវែង AD ស្មើនឹងប្រវែង B BC នេះក៏ជាការបង្ហាញមួយដែលពាក់ព័ន្ធជាមួយនឹងចតុកោណកែងហើយមួយទៀតយើងសង្កេតឃើញថាជ្រុងពី A មក D គឺកែងជាមួយនឹងជ្រុងពី D ទៅ C នៅក្នុង vector គឺយើងបង្ហាញថា AD កែងនឹង DC គឺកាលណាផលគុណ scalar របស់វានោះគឺស្មើ0មានន័យថា vector AD scalar ជាមួយនឹង vector CD គឺស្មើ0នៅពេលដែល vector ពីរនឹងស្មើ0យើងអាចទាញបាន AD vector AD គឺកែងជាមួយនឹង vector CD ហើយមួយទៀតគឺលក្ខខណ្ឌមួយទៀតគឺប្រវែង AD យើងអាចសេប្រវែង AD ទៅទេយ៉ាងក៏បានឬក៏ដាក់ vector ខាងលើហើយគូណនំសងខាងនេះប្រវែងពី A មក D គឺស្មើប្រវែងពី B ទៅ C នេះរបៀបបង្ហាញថាចតុកោណ ABC D នេះជាចតុកោណកែងបង្ហាញនៅក្នុង vector ធូនីមីតនេះយើងបង្ហាញតាមប្រវែងថ្នាក់ទី7ទី8ទី9បាទអរគុណច្រើនមិនសូមតទៅទៀតមិនត្រឹមតែយើងបង្ហាញថា AB ស្មើ CD យើងអាចបង្ហាញ BA ស្មើ CD ក៏បានដែរសំខាន់យើងផ្ដើមពីណាទៅគឺថាផ្ដើមពី A ទៅអានេះត្រូវផ្ដើមពី D ទៅដែរបាទអរគុណ